លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីស្ត្រីទី1នៃកម្ពុជាគំរូរបស់យុវតីអនាគតអ្នកដឹកនាំលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីជាជំទាវទី1ដំបូងគេនៅកម្ពុជាដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅឯចក្រភពអង់គ្លេសនិងមានជំនាញផ្នែកសុខភាពសាធារណៈបើទោះបីជាប្រសូតនៅក្នុងត្រកូលបញ្ញវន្តនិងមានជីវភាពសមរម្យហើយក្រោយមកក្លាយជាបញ្ញវន្តជាន់ខ្ពស់មានឪពុកក្មេកជានាយករដ្ឋមន្ត្រីរហូតដល់ស្វាមីក្លាយជានាយករដ្ឋមន្ត្រីក៏ដោយក៏លោកជំទាវបណ្ឌិតនៅតែរក្សាបានចរិយាសម្បត្តិសុភាពរាបសាររស់រាយរាក់ទាក់និងបន្តធ្វើការងារសង្គមនិងមនុស្សធម៌ជាធម្មតាដោយគ្មានការរើសអើងនិងប្រកបដោយការទទួលខុសត្រូវលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីបានប្រសូតនៅថ្ងៃអង្គារ5កើតខែមិញឆ្នាំមមែឯកស័កពុទ្ធសករាជ2523ត្រូវនៅថ្ងៃទី22ខែមករាឆ្នាំ1980នៅរាជធានីភ្នំពេញដែលមានឪពុកឈ្មោះពេជ្រសោភ័ណ្ឌនិងម្ដាយឈ្មោះមកពោប៊ុនរិទ្ធលោកជំទាវបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនៅថ្ងៃទី7ខែមករាឆ្នាំ2006នៅក្នុងចំណងអាពាហ៍ពិពាហ៍របស់លោកជំទាវនិងសម្ដេចធិបតីហ៊ុនម៉ាណែតមានកូនប្រុសស្រីចំនួន3នាក់កូនស្រីច្បងមានឈ្មោះហ៊ុនពេជ្រមុនីវរៈកូនស្រីបន្ទាប់មានឈ្មោះថាហ៊ុនពេជ្រមុនីលីណានិងកូនប្រុសពៅមានឈ្មោះថាហ៊ុនពេជ្រមុនីរិទ្ធីសិទ្ធិលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីបានចូលរៀននិងចេះចាំតាំងពីអាយុ2ឆ្នាំហើយពូកែស្ទើរគ្រប់មុខវិជ្ជាចាប់តាំងពីអាយុ6ឆ្នាំពិសេសខាងគណិតវិទ្យាបន្ទាប់ពីបានបញ្ចប់មធ្យមសិក្សាទុតិយភូមិលោកជំទាវបណ្ឌិតបានប្រឡងជាប់លេខ1ចូលទៅរៀននៅសាកលវិទ្យាល័យសុខាភិបាលនៅក្នុងវ័យ15ឆ្នាំដោយជានិស្សិតដែលមានវ័យក្មេងជាងគេនិងប្រឡងបានចំណាត់ថ្នាក់លេខ1នៅឯសាកលវិទ្យាល័យនេះទើបលោកនិងលោកស្រី Fujimoto ជាជនជាតិជប៉ុននិងជាស្ថាបនិកមូលនិធិ ANH Fujimoto សម្រាប់ផ្ដល់អាហារូបករណ៍ឲ្យលោកជំទាវហើយលោកទាំងពីរក៏បានសុំលោកជំទាវធ្វើជាកូនចិញ្ចឹមនិងបន្តផ្ដល់អាហារូបករណ៍ដល់លោកជំទាវរហូតចប់ថ្នាក់បណ្ឌិតនិងគាំទ្រឲ្យទៅរៀនសាលាល្អៗនៅក្នុងពិភពលោកជាងនេះទៅទៀតដោយសារតែនិស្ស័យផងលោកនិងលោកស្រី Fujimoto ដែលជាអ្នកជំនួញដែរក៏បានសម្រេចផ្ដល់នូវកេរមរតកជូនកូនចិញ្ចឹមទុកជាទ្រព្យសម្បត្តិកាលនៅរៀនឯសហរដ្ឋអាមេរិកដោយមិនប្រកាន់ខ្លួនលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីបានឆ្លៀតធ្វើការដោយស្ម័គ្រចិត្តនៅក្នុងបណ្ណាល័យនៃសាកលវិទ្យាល័យ Boston ដោយរៀបចំដាក់សៀវភៅធ្វើការនៅមណ្ឌលថែទាំមនុស្សចាស់ជរានៅរដ្ឋ Boston ដែលក្នុងនោះក៏មានការបញ្ចុកបាយទឹកដល់ចាស់ៗនៅក្នុងមណ្ឌលផងដែរបន្ទាប់មកលោកជំទាវពេជ្រច័ន្ទមុនីបានដាក់ពាក្យធ្វើការនៅគម្រោងមួយរបស់ក្រុម Harvard Group នៃសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិកដោយធ្វើការស្រាវជ្រាវផ្នែកសុខភាពផ្លូវចិត្តពាក់ព័ន្ធទៅនឹងជនភៀសខ្លួននៅអាស៊ីអាគ្នេយ៍ក្រោយរៀបការជាកូនប្រសារស្រីរបស់នាយករដ្ឋមន្ត្រីហើយស្វាមីក៏មានតួនាទីខ្ពង់ខ្ពស់នៅក្នុងជួររាជរដ្ឋាភិបាលនិងនៅក្នុងបកក៏ដោយក៏លោកជំទាវមិនបានត្រេកត្រអាលផ្ដេកផ្ដួលទៅនឹងតំណែងទាំងនោះឡើយដោយជាបញ្ញវន្តកម្រិតខ្ពស់ទទួលបានការសិក្សាទាំងក្នុងនិងក្រៅប្រទេសលោកជំទាវមិនព្រមចូលបម្រើការងារនិងទទួលយកមុខតំណែងណាមួយឡើយនៅក្នុងជួររាជរដ្ឋាភិបាលប៉ុន្តែសុខចិត្តធ្វើការងារសង្គមនិងមនុស្សធម៌វិញពិសេសបម្រើដល់វិស័យសុខាភិបាលដែលជាជំនាញរបស់លោកជំទាវស្រាប់ដោយបានឆ្លងកាត់បទពិសោធន៍ពីអតីតកាលលោកជំទាវតែងតែជំរុញនិងលើកទឹកចិត្តដល់កុមារីនិងយុវតីក៏ដូចជាស្ត្រីទាំងអស់ឲ្យមានសេចក្តីក្លាហានខិតខំរៀនសូត្រហ៊ានប្រឡូកចូលក្នុងការងារសង្គមនិងការងារមនុស្សធម៌ដោយចេះចាប់ផ្ដើមពីចំណុចតូចៗឡើងទៅដោយមិនប្រកាន់ខ្លួននិងរៀនរស់នៅដោយឯករាជ្យប្រកបដោយការទទួលខុសត្រូវជាពិសេសគោរពច្បាប់ប្រពៃណីដ៏ផូរផង់របស់ជាតិនៅពេលបានត្រឡប់មកពីបរទេសវិញហើយរហូតដល់ឆ្នាំ2025ក្រៅពីអមដំណើរស្វាមីចូលរួមក្នុងពិធីផ្លូវការនានាទាំងនៅក្នុងនិងក្រៅប្រទេសព្រមទាំងបំពេញតួនាទីជាភរិយានិងជាម្ដាយរបស់កូនទាំង3ផងជំទាវទី1ពេជ្រច័ន្ទមុនីបានដើរតួនាទីជាច្រើនក្នុងសង្គមទៀតផងដូចជាស្នងការសមាគមកាយរដ្ឋនារីកម្ពុជាជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោជាប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្សនិស្សិតក្រីក្រសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាជាប្រធានមូលនិធិអណ្ដូងទឹកស្អាតជាប្រធានក្រុមប្រឹក្សាមូលនិធិទ្រទ្រង់មរតកសិល្បៈខ្មែរជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរនិងជាសមាជិកក្រុមប្រឹក្សាមូលនិធិ ANH Fujimoto និងជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ
នៅក្នុងកិច្ចការងារសង្គមមនុស្សធម៌ជាច្រើនលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីបានដើរស្របទៅតាមគំរូរបស់មាតាមនុស្សធម៌សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលបានលះបង់កម្លាំងកាយចិត្តនៅក្នុងការជួយដល់បងប្អូនប្រជាជនកម្ពុជារាល់ពេលជួបទុក្ខលំបាកសកម្មភាពដ៏ថ្លៃថ្លាដែលបងប្អូនប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននៅរាល់សេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ដ៏ខ្ពស់បំផុតនោះគឺក្នុងគ្រាដែលកម្ពុជាប្រឈមនឹងជំងឺ Covid-19 លោកជំទាវបណ្ឌិតនិងសម្ដេចបវរធិបតីបានដើរតួនាទីយ៉ាងសំខាន់នៅចិត្តនិងគៀកជាមួយប្រជាជនដែលកំពុងជួបនៅវិបត្តិដ៏លំបាកនេះលោកជំទាវបានលះបង់ចាក់ឆ្ងាយពីកូនជាទីស្រឡាញ់ដើម្បីប្រជាជនកម្ពុជាដែលកំពុងត្រូវការលោកជំទាវនិងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ហើយនេះគឺគ្រាន់តែជាការសង្ខេបខ្លីនៃគំរូរបស់លោកជំទាវបណ្ឌិតនៅក្នុងនាមជាស្ត្រីដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជានាងខ្ញុំបានចាំឃ្លាមួយដែលលោកជំទាវបណ្ឌិតបានលើកឡើងនៅក្នុងកម្មវិធីបើកការបោះជំរំប្រចាំឆ្នាំ2024របស់សមាគមកាយរដ្ឋនារីកម្ពុជាក្រោមប្រធានបទយុវតីយើងអនាគតអ្នកដឹកនាំយើងនាខេត្តមណ្ឌលគិរីលោកជំទាវបណ្ឌិតបានមានប្រសាសន៍ថាអ្វីដែលបងលះបង់មកដល់សប្តាហ៍ថ្ងៃនេះគឺបងមិនដែលសង្ឃឹមថាថ្ងៃក្រោយបងប្អូននឹងក្មួយតបស្នងអ្វីមកបងវិញទេគឺមិនដែលសង្ឃឹមដូចនេះទេអ្វីដែលបងនិងក្រុមការងារបានធ្វើនេះព្រោះស្រឡាញ់បងប្អូនក្មួយទាំងអស់គ្នាដូចជាប្អូនជាក្មួយហើយនៅពេលណាដែលយើងស្រឡាញ់នរណាម្នាក់ទុកដូចជាប្អូនជាក្មួយហើយគឺយើងមិនចង់បានអ្វីតបស្នងមកវិញនោះទេតែអ្វីដែលបងចង់បាននៅពេលដែលបងប្អូនក្មួយទទួលបានលទ្ធផលទាំងចំណេះដឹងនិងបទពិសោធន៍ពីការចូលរួមនៅក្នុងសមាគមកាយរដ្ឋនារីកម្ពុជានេះគឺបានជួយដល់សមាគមកាយរដ្ឋនារីកម្ពុជានៅថ្ងៃអនាគតវិញការចាប់ផ្ដើមគឺជាការលំបាកមែនទែនហើយការបង្កើនចំនួនមនុស្សរឹតតែពិបាកទៅទៀតប៉ុន្តែសំខាន់ជាងនេះគឺការថែរក្សាឲ្យមានភាពគង់វង្សដែលកាន់តែពិបាកបំផុតដូច្នេះការថែរក្សាបន្តហើយឲ្យមាននិរន្តរភាពគឺសំខាន់ណាស់គឺមិនមែនតែបងទាំងអស់គ្នានោះទេគឺមានបងប្អូនក្មួយទាំងអស់គ្នាដែរហើយបានស្ដាប់បងនៅថ្ងៃនេះនៅទីនេះក៏ដូចជាបងប្អូនក្មួយដែលមិនបានមកផ្ទាល់ដែរអ្វីដែលបងស្នើសុំគឺនៅពេលបងប្អូនក្មួយទទួលបានបទពិសោធន៍ចំណេះដឹងល្អៗពីសមាគមកាយរដ្ឋនារីកម្ពុជាហើយសូមត្រឡប់មកជួយបងប្អូនចំនួនក្រោយយើងវិញហើយបងសង្ឃឹមថាបងប្អូនក្មួយនឹងយកបទពិសោធន៍ទាំងអស់នេះទៅជួយអ្នកផ្សេងទៀតដែលមិនទាន់មានលទ្ធភាពបងចង់ឃើញបងប្អូនក្មួយទាំងអស់មានបទពិសោធន៍ល្អក្លាយជាមនុស្សល្អនៅក្នុងសង្គមនៅថ្ងៃទី22ខែមករាឆ្នាំ2025គឺជាខួបគម្រប់អាយុ45ឆ្នាំរបស់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីស្ថិតនៅក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះយើងខ្ញុំសូមសម្ដែងនូវការគោរពស្ញប់ស្ញែងចំពោះលោកជំទាវបណ្ឌិតដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតីប្រកបដោយបទពិសោធន៍ដ៏ប៉ិនប្រសប់ក្នុងការដឹកនាំសមាគមកាយរដ្ឋនារីកម្ពុជាពិសេសគឺការដឹកនាំនិងធ្វើសកម្មភាពមនុស្សធម៌និងសុខាភិបាលយ៉ាងច្រើនលើសលប់តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោហ៊ុនសែនក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនយើងខ្ញុំក៏សូមសម្ដែងនូវការកោតសរសើរចំពោះលោកជំទាវបណ្ឌិតដែលបានបំពេញយ៉ាងល្អប្រសើរនៅតួនាទីជាស្ត្រីទី1នៃព្រះរាជាណាចក្រកម្ពុជាជាថ្មីម្ដងទៀតយើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំង3រិទ្ធបារមីខ្លាំងក្លាវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងលោកសូមមេត្តាតាមជួយអភិបាលគាំពៀថែរក្សាលោកជំទាវបណ្ឌិតនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតព្រមទាំងក្រុមគ្រួសារសូមប្រកបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈជានិរន្តរ៍